សូមចុច Google Chrome បន្ទាប់មកវាយពាក្យ PLP សូមជ្រើសយក PLP ខាងលើរួចចុចកន្លែងត្រី3ខាងស្ដាំដៃយកពាក្យសហថ្នាលបន្ទាប់មកចុចថ្នាលបឋម PLP ចំនួនថ្មីក្រោយមកសូមចុចដំឡើងថ្នាលបឋមចូលក្នុងទូរស័ព្ទដៃបន្ទាប់ពីដំឡើងរួចសូមត្រឡប់ទៅរកកម្មវិធីដែលបានដំឡើងរួចបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់ក្នុងការចូលអាច scan QR code ចូលតែម្ដងក៏បានបន្ទាប់មកសូមចុចត្រេ3នៅខាងស្ដាំដៃយកពាក្យប្រឡងសូមចុច Google Chrome បន្ទាប់មកវាយពាក្យ PLP សូមជ្រើសយក PLP ខាងលើរួចចុចកន្លែងត្រី3ខាងស្ដាំដៃយកពាក្យសហថ្នាលបន្ទាប់មកចុចថ្នាលបឋម PLP ចំនួនថ្មីក្រោយមកសូមចុចដំឡើងថ្នាលបឋមចូលក្នុងទូរស័ព្ទដៃបន្ទាប់ពីដំឡើងរួចសូមត្រឡប់ទៅរកកម្មវិធីដែលបានដំឡើងរួចបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់ក្នុងការចូលអាច scan QR code ចូលតែម្ដងក៏បានបន្ទាប់មកសូមចុចត្រេ3នៅខាងស្ដាំដៃយកពាក្យប្រឡង